អេបុថងបានឆ្លើយតបបែបនេះនៅពេលដែលគេសួរថាលោកគ្រូមានដឹងរឿងអ្វីខ្លះទាក់ទងជាមួយនឹងធឿនធារាដែរឬទេស្វាគមន៍ប្រិមត្តយើងមកកាន់ប្រធានបទថ្មីជាមួយនឹង admin ផានិតថ្ងៃនេះយើងនឹងមកដឹងអំពីរឿងរ៉ាវទាក់ទងជាមួយនឹងលេងបុថៅដៃពិឃាតធឿនធារាដែលបែកធ្លាយវីដេអូរបស់គាត់ជក់បារីអេឡិចត្រូនិកចឹងលោកគ្រូអេបុថងគាត់បានឆ្លើយបែបនេះថាអត់ដឹងទេកុំសួរលោកគ្រូការវឹកហាត់របស់ធឿនធារាគឺធម្មតានោះទេមានឈ្មោះវាយមានឈ្មោះប្រកួតគឺគាត់មកហាត់ធម្មតានៅពេលដែលមិនមានឈ្មោះវាយគឺធឿនធារានៅផ្ទះរបស់គាត់លោកគ្រូមិនដឹងនោះទេតែយ៉ាងណាបើសិនជារឿងនេះពិតមែនលោកគ្រូនឹងព្រៀនប្រដៅធឿនធារាដាស់តឿនធឿនធារាកុំឲ្យគាត់ធ្វើបែបនេះយើងគឺជាបុគ្គលល្បីបាទគឺជាបុគ្គលគំរូដល់មហាជនចាំលោកគ្រូជួយដាស់តឿនធឿនធារាឲ្យចឹងនេះគឺជាពាក្យពេចន៍សម្ដីរបស់លោកគ្រូអេប៊ូថងបាទពិតជាគួរឲ្យគោរពមែនទែនក្នុងនាមជាលោកគ្រូបាទចាំមនុស្សណាមិនធ្លាប់ខុសបងប្អូនយើងទោះបីជាធឿនធារាគាត់ខុសត្រង់កន្លែងនេះក៏បងប្អូនយើងកុំយកទោសបីគាត់អីព្រោះថាធឿនធារាបានជួយយើងមែនទែនជួយគុណខ្មែរឲ្យល្បីសុសសាយខ្លាំងមែនទែនចឹងធឿនធារាគេខុសម្ដងពេលខ្លះគាត់គ្រាន់តែសាកឬក៏បឺតលេងទេបងប្អូនយើងបាទមានប្រិមិត្តយើងខ្លះគាត់ថាធឿនធារាគាត់អត់ចេះហឺតគាត់តែមើលការហឺតបើហុយតាមចំហរបស់គាត់ក៏ដឹងថាមនុស្សដែលមិនចេះជក់ដែរបាទបងប្អូនយើងអានេះជាការគិតរបស់ admin ទេធឿនធារាគាត់មិនមែនជាមនុស្សបែបហ្នឹងទេបើសិនជា admin ដឹងបាទព្រោះស្គាល់គាត់យូរដែរហើយជាអាចដល់ក្នុងដួងចិត្តមួយរូបចឹង admin គិតថាធឿនធារាគាត់គ្រាន់តែធ្វើលេងទេបងប្អូនយើងចឹងប្រិមិត្តយើងគិតយ៉ាងណាដែរត្រង់ចំណុចមួយនេះកុំភ្លេចចូលរួម comment នៅខាងក្រោមហើយសង្ឃឹមថាមិនបន្តបាននៃការគិតលើរឿងនេះទៅចោះ admin គ្រាន់តែចេញមុខបកស្រាយក៏ដូចជាការពីឲ្យធឿនធារាតែប៉ុណ្ណោះចឹងសូមអរគុណជួបគ្នានៅវីដេអូក្រោយសូមអរគុណ